Khi nhóm demo function add story ដាក់ link ចឹង add story ដាក់ link function ហ្នឹងគឺនៅក្នុង interactive ដូចគ្នាចឹងទីមួយយើង select account ឬក៏ page របស់យើងមកបន្តមកទៀតយើង select នៅលើអក្សរ interact config ហ្នឹងមកចឹង function នេះនៅកន្លែង story បូក link ហ្នឹងចុចលើវាបន្តមកទៀតខាងលើគេនេះគឺចំនួន post ចំនួនដែលយើងដាក់ story បូក link ហ្នឹងយើងចង់ add ប្រមាណ post ប្រមាណ story ចឹងទៅយើងដាក់ចំនួនតាមហ្នឹងគេបន្តមកទៀតគឺ post background ចឹងបើយើងចង់ post ធម្មតាក៏បាន post background ក៏បាន post background គឺ run ជា background process API ប៉ុន្តែ process វាគឺដូចគ្នាទាំងអស់អូខេចឹងយើងមាន4អាចមាន4លក្ខខណ្ឌយើងអាច post ជា image ដែលចាប់យកចេញពីកន្លែងនេះជាធម្មតា path image កន្លែងនេះយើង set folder ផ្សេងៗគ្នាអញ្ចឹងយើងអាចចាប់ពីកន្លែងហ្នឹងក៏បានដែរអូខេអញ្ចឹងខ្ញុំបញ្យល់អញ្ចឹងពេលដែលយើង tick ខាងលើ image នេះបានន័យថាវានឹងទៅចាប់រូបភាពចេញពី folder path image កន្លែងនេះខាងក្រៅនេះអញ្ចឹងវីដេអូដូចគ្នាវានឹងចាប់ចេញពី path real កន្លែងហ្នឹងដូចគ្នាហើយបន្តមកទៀតimage ខាងក្រោមនេះគឺវានឹងចាប់ folder ដែលយើង set អញ្ចឹង folder ដែលយើង set គឺយើងចុចប៊ូតុងឈូសនេះមកហើយយើងទៅ select folder របស់យើងអញ្ចឹងវានឹងចាប់រូបភាពចេញពីហ្នឹងអញ្ចឹងវីដេអូដូចគ្នាវានឹងចាប់យកចេញពី folder ដែលយើងបាន set នៅកន្លែងហ្នឹងដូចគ្នាគេបន្តមកទៀត after delete នេះបានន័យថាបើយើងអត់ tick ទេពេលដែលវា post ហើយ add story ហើយវាអត់លុបអីទេអញ្ចឹងវាអាចនឹងជាន់គ្នាពេលដែលយើង add 2 3ដដែលអាហ្នឹងវាអាចជាន់គ្នាប៉ុន្តែបើយើង tick auto delete បានន័យថាពេលដែលវា add story នឹង success វានឹងលុបរូបនឹងចោលអញ្ចឹងទៅពេល step ទី2post ទី2 add story ទី2វានឹងអត់ជាន់ទេដោយសារវីដេអូឬក៏រូបភាពយើង add ទី1ហ្នឹងវាបានលុបចោលហើយហ្នឹងហើយកន្លែងនេះគឺជា link ដែលយើងចង់ add ដាក់រូបភាព link អញ្ចឹងទៅយើងដាក់ link អីគេគឺយើងដាក់កន្លែងហ្នឹងមកអូខេអញ្ចឹង function ហ្នឹងបើយើងចង់ tick ឲ្យវាដើរយើង tick លើដូចគ្នា save មកអញ្ចឹងវា load ពណ៌បៃតងហើយអញ្ចឹងយើង tick ខាងក្រៅមួយទៀតមកយើង select account ឬក៏ page ណាយើងចង់ឲ្យវា add យើង tick មកហើយយើងចុច start ទៅគឺវាដើរទៅ add ហើយហ្នឹងហើយអញ្ចឹង demo តាក់ទងមួយ add story បុក link មានតែប៉ុណ្្នឹង